การដាក់ជីគោលចន្ទទីបើសិនជាយើងដាក់បាន2លើកគឺជាការចំណាយទាបបាទហើយបើសិនជាយើងដាក់តែ1លើកគឺជាការចំណាយខ្ពស់បាទហេតុអីបានអញ្ចឹងបាទអញ្ចឹងតែកាលណាយើងដាក់ជីបាន2លើកសម្រាប់ចន្ទទីគឺយើងនឹងបានកាត់បន្ថយក្នុងការចំណាយទៅលើការប្រើប្រាស់ជីថ្នាំបាញ់លើស្លឹកបាទតែបើសិនជាយើងដាក់បានតែ1លើកនោះគឺយើងនឹងចំណាយច្រើនទៅលើការប្រើប្រាស់ជីថ្នាំបាញ់លើស្លឹកបាទអញ្ចឹងតកតងទៅនឹងការចំណាយបាទទាំងបងប្អូនចាស់ចំការក៏ដូចជារូបខ្ញុំផ្ទាល់គឺតែងតែចង់បានបាទនៅការចំណាយទាបបំផុតបាទដើម្បីទទួលបានផលចំណេញបាទអញ្ចឹងគឺធ្វើយ៉ាងណាគឺចំណាយឲ្យបានទាបហើយបានផលមកវិញច្រើនបាទនេះគឺជាការដែលយើងទទួលបានផលចំណេញប៉ុន្តែនៅមានចំណុចមួយនេះគឺបងប្អូនតែងតែយល់ច្រឡំបាទគឺបងប្អូនទៅកាត់បន្ថយការដាក់ជីគល់បាទគឺដាក់តែម្ដងដែលរាប់ថាជាការកាត់បន្ថយចំណាយអញ្ចឹងវាខុសបាទបើសិនជាយើងដាក់ជីគល់ម្ដងយើងគិតថាជាការចំណាយទាបគឺអត់ត្រូវទេបាទហេតុអីបានអញ្ចឹងបាទអញ្ចឹងតែកាលណាយើងដាក់ជីគល់តែម្ដងបាទចន្ទទីរបស់យើងគឺវាមិនអាចមានកម្លាំងថាមពលគ្រប់គ្រាន់ក្នុងការដំណើរការលូតលាស់បានទេបាទគឺវានឹងងាយរងផលប៉ះពាល់ដោយសារកត្តាចង្រៃផ្សេងបាទអញ្ចឹងទាមទារឲ្យយើងមានការចំណាយខ្ពស់បន្ថែមទៀតទៅលើការប្រើប្រាស់ជីបាញ់លើស្លឹកថ្នាំសត្វល្អិតថ្នាំជំងឺផ្សេងបាទគឺយើងនឹងចំណាយខ្ពស់ទៅលើវាគឺយើងបាញ់ញឹកញាប់បាទហើយឱកាសនៃការទទួលបានជោគជ័យគឺវាទាបមែនតើតែកាលណាចន្ទទីយើងខ្សោយយើងប្រើប្រាស់ជីថ្នាំផ្សេងទៅដោះស្រាយបញ្ហាគឺកម្របានជោគជ័យណាស់បាទដោយសារតែចន្ទទីយើងខ្សោយអញ្ចឹងប្រើជួយទៅបានមួយឆាវអញ្ចឹងទៅតែវានឹងធ្លាក់កម្លាំងមកវិញបាទនេះគឺជាបញ្ហាមួយដែលធ្វើឲ្យបងប្អូនចាយលុយច្រើនទៅលើការប្រើប្រាស់ជីថ្នាំផ្សេងដើម្បីសង្គ្រោះចន្ទទីពេលជួបបញ្ហាហើយពីច្រើនបងប្អូនពេលដែលជួបបញ្ហាគឺច្រើនតែភ័យបាទភ័យខ្លាំងមែនតើហើយពេលនឹងផងដែរបងប្អូនភ្លេចគិតហើយបាទគឺលែងខ្វល់ពីការចំណាយហើយបាទប្រហែលក៏ហ៊ានទៅដែរបាទពីច្រើនគឺខ្ញុំជួបគឺច្រើនតែអញ្ចឹងបាទពេលដែលជួបបញ្ហាភ័យអញ្ចឹងអស់ប្រហែលក៏អត់តន់គិតដែរបាទគឺត្រូវតែប្រើវាសិនអញ្ចឹងនេះគឺធ្វើឲ្យបងប្អូនចំណាយច្រើនហួសបាទតែកាលណាយើងភ្លេចគិតពីវាគឺយើងគិតតែពីប្រើលទ្ធផលបាទយើងអត់បានផលជោគជ័យហើយការចំណាយរបស់យើងខ្ពស់គឺនាំឲ្យបងប្អូនមានការខាតបង់ក្នុងការថែទាំចន្ទទីបាទតែផ្ទុយទៅវិញបើសិនជាបងប្អូនធ្វើការដាក់ជីគោលបាន2លើកបាទនោះគឺជាកត្តាមួយដែលធ្វើឲ្យចន្ទទីរបស់យើងវាមានកម្លាំងថាមពលគ្រប់គ្រាន់ក្នុងការដំណើរការលូតលាស់ដូចជាការចេញត្រួយការផលិតអាហារសន្សំទុកបាទគឺវាមានដំណើរការល្អរហូតទៅដល់ដំណើរការចេញក្តឹបបាទវាអាចមានសមត្ថភាពកាន់ក្តឹបបានច្រើនបាទដោយសារតែវាមានកម្លាំងគ្រប់គ្រាន់អញ្ចឹងចន្ទទីរបស់យើងគឺវាអាចសម្របខ្លួនទៅជាមួយនឹងកត្តាបំរែបំរួលអាកាសធាតុផ្សេងក៏ដូចជាបាទកត្តាចង្រៃផងដែរមានន័យថាបើសិនជាចន្ទទីរបស់យើងជួបនៅបញ្ហាសត្វល្អិតវាយលុកក៏ដូចជាបញ្ហាជំងឺវាយលុកអញ្ចឹងសត្វល្អិតនិងជំងឺគឺវានឹងបង្កជារបួសស្នាមទៅលើចន្ទទីរបស់យើងអញ្ចឹងបើសិនជាចន្ទទីរបស់យើងមានកម្លាំងគឺវាអាចនឹងឆាប់សះនៅមុខរបួសនឹងបានលឿនបាទគឺវាឆាប់ចិត្តមុខរបួសនឹងអញ្ចឹងវាមិនងាយរងផលប៉ះពាល់ខ្លាំងទេបាទហើយមួយវិញទៀតបើសិនជាវាមានបាទជួបជាមួយនឹងការប្រែប្រួលអាកាសធាតុគឺវាអាចសម្របបានលឿនដោយសារតែវាមានបាទកម្លាំងគ្រប់គ្រាន់អញ្ចឹងវាមានសារធាតុផ្សេងជាច្រើនដើម្បីប្រើប្រាស់ក្នុងការសម្របខ្លួនទៅជាមួយនឹងការប្រែប្រួលអាកាសធាតុឧទាហរណ៍ដូចជាវាមានបញ្ហាអាកាសធាតុក្តៅខ្លាំងគឺវានឹងមានបាទនៅពពួកសារធាតុរ៉ែដើម្បីបញ្ជូនមកគ្រប់គ្រងនៅបាទការសម្របខ្លួននឹងបាទហើយបើសិនជាវាមានជួបជាមួយនឹងអាកាសធាតុត្រជាក់បាទនោះចន្ទទីគឺវាមាននៅពពួកសង្កសីអីជាដើមមកសម្របខ្លួនជាមួយនឹងអាកាសធាតុត្រជាក់បាទអញ្ចឹងចន្ទទីរបស់យើងគឺវាធន់វាមិនងាយមានផលប៉ះពាល់ដោយសារកត្តាចង្រៃទេបាទហើយបើសិនជាវាធន់អញ្ចឹងហើយនាំឲ្យយើងបានកាត់បន្ថយនៅការចំណាយទៅលើការប្រើប្រាស់ជីបាញ់លើស្លឹកបាទ
គឺយើងនឹងអាចកាត់បន្ថយបានច្រើនអញ្ចឹងគឺយើងគ្រាន់តែបាញ់ថែមតិចតួចគឺចន្ទទីរបស់យើងគឺវាអាចបានល្អប្រសើរបាទហើយបើសិនជាក្នុងករណីដែលចន្ទទីរបស់យើងវាជួបនៅបញ្ហាបាទឧទាហរណ៍ដូចជាបញ្ហាសត្វល្អិតបញ្ហាជំងឺអីចឹងទៅអញ្ចឹងយើងប្រើប្រាស់ថ្នាំតែមួយលើកអីគឺអាចដោះស្រាយបានបាទអត់ដូចចន្ទទីខ្សោយទេតែកាលណាវាមានកម្លាំងគ្រប់គ្រាន់គឺយើងព្យាបាលឆាប់ជាយើងដោះស្រាយបញ្ហាឆាប់ជោគជ័យបាទឆាប់ទទួលបានផលជោគជ័យបាទហើយមួយវិញទៀតបើករណីដែលមានបញ្ហាអាកាសធាតុប្រែប្រួលក៏យើងងាយនឹងដោះស្រាយដែរបាទអញ្ចឹងធ្វើយ៉ាងណាឲ្យតែចន្ទទីរបស់យើងវាមានកម្លាំងថាមពលគ្រប់គ្រាន់គឺយើងមិនពិបាកជួយសង្គ្រោះវាទេបាទគឺវាជួយសង្គ្រោះខ្លួនឯងបានយើងមិនបាច់ពិបាកទេ